គិតថាពុទ្ធសាសនាស្រុកខ្មែរនឹងវាមិនសូវល្អទៅនាំយកសង្ឃដតីពីប្រទេសដតីយកមកឲ្យវាល្អវាមិនល្អទេវាតែប៉ុណ្ណឹងពុទ្ធសាសនាស្រុកខ្មែរឥឡូវហ្នឹងអ្នកខ្លះគេយល់ថាអ្នកបួសស្រុកខ្មែរហ្នឹងវាអត់សិលបរិសុទ្ធទេទៅនាំយកប្រសងបរទេសមកសំបីតែកឋិននៅស្រុកខ្មែរនៅវត្តជនបទមួយក៏ទៅមុនប្រសងបរទេសយកមកទេសនាមិនចេះខ្មាស់គេអ្នកប្រាជ្ញអ្នកចេះដឹងពេញប្រទេសមិនលើកដំកើងទៅឲ្យតម្លៃអ្នកដតីអ្នកប្រសងខ្មែរណាបកូនណាត្រូវច្បាស់ចំណុចហ្នឹងឲ្យតែឃើញបរទេសចុះពីយន្តហោះមកលៀងជើងទាំងអស់សិតតែស្ដេចសង្ឃតែមានស្ដេចសង្ឃឯណាអាត្មាស្គាល់លោកអស់ទាំងអស់ហ្នឹងស្រុកអាស៊ីអាគ្នេយ៍អ្នកធំហ្នឹងប្រហែលស្គាល់ទាំងអស់អ្នកធំ4-10អង្គហ្នឹងចឹងសាសនានោះវាផ្សារភ្ជាប់ជាមួយនឹងប្រពៃណីនិងជាតិនិយមរបស់ខ្មែរហើយប្រសងនេះមានតួនាទីដើម្បីនឹងផ្សារភ្ជាប់នេះយកព្រះពុទ្ធសាសនាដែលព្រះអង្គត្រាស់សម្ដែងជាទស្សនវិជ្ជាក្តីជាការអប់រំកូនចៅក្តីក្នុងសង្គមក្តីក្នុងនយោបាយក្តីសេដ្ឋកិច្ចក្តីនឹងយកទៅបង្រៀនពុទ្ធបរិស័ទយកទៅអនុវត្តចំពោះពុទ្ធបរិស័ទចំពោះព្រះសង្ឃនៅក្នុងសង្គមនេះទើបស្រុកយើងបានល្អញ៉ឹងទេញាតិញោមមិនគ្រាន់តែបនកឋិនមួយនាំនារីទិញសម្បត្តិយន្តហោះទៅនិមន្តលោកពីភូមិពីសរីលង្កាស្រុកបាត់ដំបងហ្នឹងពីដើមហ្នឹងស្អីក៏ថៃដែរកៅជាងឈប់ទៅស្រឡាញ់ទឹកដីស្រឡាញ់ជាតិខ្លួនឯងអត់ចេះឈឺចាប់ណាលើផែនដីមានព្រះអរហន្តដែរជីយន្តហោះមកទេសនាហ្នឹងកណាស្គាល់លោកទាំងអស់វាមិនទាំងអស់ 100% តែកណាស្គាល់ភាគច្រើនព្រោះកណាធ្វើការលើឆាកអន្តរជាតិហ្នឹងវា20ឆ្នាំហើយកណាស្គាល់មិនស្គាល់តែគុណណាជានរណានោះអញ្ចឹងសាសនាជាមលុបហ្នឹងគឺមលុបគ្រប់យ៉ាងណាបកូនណារាប់ចាត់តាំងពីព្រះអង្គឲ្យសេចក្តីសន្តោសដល់ពួកក្មេងដែលវាដេកតាមចិញ្ចើមខ្នល់ដែលវាអត់បាយស៊ីនោះឲ្យវាផឹកស្រាម៉ែវាលេងបៀនោះទៅយោះកូនហ្នឹងមកយកមកចិញ្ចឹមក្នុងវត្តព្រោះអានេះហើយវាជាអ្នកថែរក្សាទឹកដីនៅថ្ងៃអនាគតបើវានៅប្រសក់តែបើវាសាងភ្នួសបុគ្គលនេះនឹងខ្លាយទៅជាអ្នកថែរក្សាសាសនានេះមលុបសាសនាគេឲ្យអញ្ចឹងណាបកូនណាបង្រៀនពលរដ្ឋរបស់យើងពុទ្ធបរិស័ទយើងកូនចៅយើងបើវាកាចឲ្យវាស្លូតតែបើវាស្លូតក៏កុំឲ្យលុតជង្គង់ឲ្យពួកបរទេសចន់ក្បាលវាដែរស្លូតក្នុងន័យល្អប្រសើរពូជខ្មែរមិនមែនពូជអនក្បាលលើគេចន់ទេជាតិយើងចឹងសាសនាហ្នឹងសំខាន់ណាស់ព្រះអង្គបកូនណាកណាសោកស្ដាយទៅរួមមនុស្សឯណាលះបង់45ឆ្នាំដើម្បីប្រទេសជាតិលោកបរទេសណាដែលមកលះបង់ដើម្បីខ្មែរនោះឈ្មោះអីនិយាយចឹងត្រូវព្រះអង្គប្រកាន់លើភពផែនដីនេះណាមិនមែនជាទឹកដីរបស់ព្រះអរហន្តទេជាទឹកដីពុទ្ធជនព្រះអរហន្តតិចតួចណាស់ព្រះអង្គបដិបត្តិហើយល្អហើយត្រេកអរតែក្នុងន័យប្រទេសជាតិបកូនណាម្ចាស់ពួកយើងរស់នៅទៅអត់ថែរក្សាបាត់យូរមិនដឹងអីព្រះអង្គខ្មែរយើងកណាចាប់ដើមឆ្ងល់ឥឡូវតែលោកខ្មែរឬលោកភូមាឬលោកលង្កាឬលោកយ៉ាងម៉េចនេះប្រពៃណីដូនតាសម្ដេចព្រះសង្ឃរាជជួនណាលះបង់ប្រធារៈសម័យនោះខំ
ខ្មែរយើងវាធ្លាក់ដល់ថ្នាក់លោកដើរលក់តោបអីហ្នឹងលក់ខ្វៀលគោលលេងខ្លែងអីហ្នឹងវាសូន្យសម័យឧត្តមមានអ្នកប្រាជ្ញណាញាតិញោមអើយបានបកូនណាអង្គឌួងចេះពុទ្ធសាសនាមកនោះជួយរើបប្រើប្រាស់សាសនាដើម្បីជាវិធីសាស្ត្រក្នុងការបង្រួមជាតិបើអត់ពុទ្ធសាសនាទេសម័យនោះពិបាកខ្លាំងណាស់អញ្ចឹងបកូនណាអង្គឌួងនឹងលោកប្រើប្រាស់ព្រះពុទ្ធសាសនាបានឲ្យប្រកាសមានការរៀបចំបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះគឺដើម្បីឲ្យខ្មែរហ្នឹងមកជួបគ្នានៅវត្តហើយចេះស្រឡាញ់គ្នាព្រោះដីវាចិត្តអស់ហើយនឹងគេប្រើសាសនាមកលុបក្នុងការជួយជាតិគេប្រើអញ្ចឹងមិននាំនេះថ្មិចភ្នែកទៅឯណាឋានសួគ៌ឯណាបាត់នោះអត់ទេឃើញទេប្របាទអង្គឌួងណាញាតិញោមនេះឯងជាមលុបសាសនាពេលពួកកលបុត្រនៅតាមភូមិទាំងឡាយចូលមកកាន់ក្នុងវត្តនេះតែគ្នាវាកណ្ដោយកណ្ដែងញាតិញោមអើយស្រុកយើងវាក្រអញ្ចឹងពួកនឹងរត់មកចូលវត្តជ្រះថ្លាក្នុងប្រសាសនានឹងផងស្រឡាញ់ទឹកដីផងស្រឡាញ់សាសនាចូលមកសាងភ្នោះអញ្ចឹងដល់ក្នុងវត្តនឹងព្រះករុណាជាម្ចាស់ព្រះអង្គត្រូវតែឲ្យអភ័យត្រូវតែឲ្យនៅសេចក្តីសុខនឹងការយកចិត្តទុកដាក់ចំពោះភិក្ខុសាមណេរដែលនៅក្នុងវត្តនេះឯងឈ្មោះថាជាមលុបគេរុឆៃយ៉ាហើយនឹងហើយដែលគេហៅថាមលុបសាសនានឹងព្រោះវាកក់ក្ដៅញាតិញោមវត្តយើងក្រតែបើលោកគ្រូធំមានមេត្តាធម៌ព្រាហ្មណ៍វិហារធម៌សន្តោសចំពោះភិក្ខុសាមណេរក្មេងវត្តអីហ្នឹងព្រាហ្មណ៍វិហារធម៌នេះមលុបគឺសេចក្តីស្រឡាញ់នេះវានឹងដកនៅក្នុងដួងចិត្តនៃពួកអ្នកបួសនិងពួកយុវជននៅក្នុងវត្តហ្នឹងអស់មួយជីវិតហើយបើមិនចឹងទេចេញពីវត្តទៅស្អប់វត្តហ្មងស្អប់ដូចសម័យខ្មែរក្រហមអីខ្លះវាខឹងគ្រូវាថាវាយវាឬក៏លោកគ្រូខ្លះធ្វើបាបគេចឹងមែនមិនល្អចឹងមែនអាពួកនោះវាខ្លាយទៅកម្មាភិបាលសម្លាប់វាយព្រះខ្ទេចហ្នឹងមនុស្សញាតិញោមហ្នឹងហើយមិនល្អដូចយើងស្ដាប់គេទេសនាអំពីតាវតឹងទេមនុស្សលោកអញ្ចឹងហើយឥឡូវនេះតាំងពីសង្គ្រាមលោកលើកទី7មករាល់ថ្ងៃនេះពិភពលោកនេះគឺស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់បំផុតគ្មានអ្នកណាស្ដាប់អ្នកណាទេញាតិញោមអញ្ចឹងជនជាតិខ្មែរទាំងអស់លោកត្រូវជ្រាបណាមានរឿងអីគ្មានអ្នកណាជួយយើងទេមានតែញាតិញោមហ្នឹងទាំងអស់គ្នាហ្នឹងប្រសងហ្នឹងកុំទៅសង្ឃឹមឯណារឿងមួយបកូនណាម្ចាស់កាលណារឿងចេះតែដេកគិតប្រហែលខែហ្នឹងសង្កេតមើលខ្មែរយើងនេះវាចិត្តល្អណាស់ពេលប្រទេសខ្លះដែលអាសន្នអន់ក្រនឹងញាតញោមនឹងក្នុងនេះធ្វើផ្កាប្រាក់ហើយបានបច្ច័យបន្តិចតួចយួរទៅឲ្យគេជួយណាដូចជាសេរីលង្កាដូចជាភូមាដូចជាប្រទេសដទៃៗដែលមានរឿងមានវិបត្តិសេដ្ឋកិច្ចក្តីមានរំជួយក្តីដីមានអីទាំងអស់អូរួមទាំងកណាផងទៅជួយគេដែលឡែកប្រហែលខែចុងក្រោយនេះប្រជាពលរដ្ឋញាតិញោមយើងភៀសខ្លួនចិត្តមួយជាងកន្លះលានអត់មានឃើញប្រសងបរទេសនោះអើតក្បាលមកជួយខ្មែរសោះចាំញោមចាំអាហ្នឹងបងចាំកណ្ដាទេសមកឲ្យខឹងទេប៉ុន្តែរឿងពិតកុំខឹងតាមកណ្ដាចាំញាតិញោមចាំចឹងបានកណាមិនបញ្ចេញឈ្មោះកណាផ្ញើសារទៅសម្ដេចព្រះសង្ឃរាជ3 4កណាថាសម្ដេចព្រះអង្គចាស់មេត្តាបើកពិនិត្យមើលផងស្រុកខ្មែរស្រុកថៃពួកកាប់សម្លាប់គ្នាសម្បើមមានធរណាជួយទេសនាអីទេកុំស្ងាត់អញ្ចឹងព្រោះព្រះអង្គបរៀនកណាហ្នឹងវាយូរឆ្នាំហើយនៅលើឆាកអន្តរជាតិថាឲ្យធ្វើល្អឲ្យជួយញោមយើងឥឡូវញោមកណាពុំមានរឿងជួយផងស្ងាត់ជ្រាប
What is the point that you preached in the conference about peace while the war is being waged against each other between Cambodia and Thailand, and all the Sangharajas in Southeast Asia and the rest of the world are complete silent on the matter? What's wrong with that? What is wrong with the Buddhism, with the Buddhist leader across the globe? What's wrong with that? Why you are silent? Why?